Níព្រឹកដល់សមនរីរាយនេះសមាគមគ្រូពេទ្យវះកាត់មុខមាត់និងឆ្អឹងធ្គាមកម្ពុជាមានកិត្តិយសប្រារព្ធនៅកម្មវិធីសន្និសីទនឹងការតាំងពិព័រណ៍សម្ភារៈបរិក្ខារទណ្ឌសាស្ត្រប្រចាំឆ្នាំ2026ក្រោមប្រធានបទការពង្រឹងសុវត្ថិភាពអ្នកជំងឺក្នុងវិស័យវះកាត់មុខមាត់ឆ្អឹងធ្គាមក្នុងឱកាសដ៏វិសេសវិសាលនេះខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះអាដាមសាស្ត្រាចារ្យលឹមតារារដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងដ៏ខ្ពង់ខ្ពស់បំផុតអាដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោកសាស្ត្រាចារ្យជំនួយពូជសភារដ្ឋប្រធានគណៈតនពេទ្យកម្ពុជាដែលបានព្រមអនុញ្ញាតឲ្យសមាគមគ្រូពេទ្យវះកាត់មុខមាត់និងឆ្អឹងធ្គាមកម្ពុជារៀបចំសន្និសីទមួយនេះនិងផ្ដល់មហាកិត្តិយសដ៏ឧត្តមឧត្តមអញ្ជើញចូលរួមក្នុងពិធីបើកអង្គសន្និសីទដែលបង្ហាញពីការបដិញ្ញាចិត្តរបស់អាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្នុងការលើកទឹកចិត្តនិងរួមចំណែកធ្វើឲ្យប្រសើរឡើងនៅការថែទាំសុខភាពមាត់ធ្មេញនៅក្នុងប្រទេសកម្ពុជាសពបញ្ជាក់ជាសក្ខីភាពពិតចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់ក្រសួងសុខាភិបាលក្នុងការអភិវឌ្ឍវិស័យទណ្ឌសាស្ត្រឲ្យរីកចម្រើនបន្តទៅមុខជាលំដាប់សន្និសីទនេះគឺជាវេទិកាវិជ្ជាជីវៈមួយដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍និងការអភិវឌ្ឍវិស័យទណ្ឌសាស្ត្រក៏ដូចជាការវះកាត់មុខមាត់និងឆ្អឹងធ្គាមនៅក្នុងប្រជាជាតិកម្ពុជាក្នុងនាមតំណាងឲ្យអាដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលខ្ញុំសូមអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមាគមគ្រូពេទ្យវះកាត់មុខមាត់និងឆ្អឹងធ្គាមកម្ពុជាក៏ដូចជាទណ្ឌពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទនេះឡើងនៅក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈការអនុវត្តតាមស្តង់ដារជាតិនិងអន្តរជាតិនិងការពង្រឹងគុណភាពសុវត្ថិភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋសូមអបអរសាទរលោកតុបដិតឯកទេសសំស្វណ្ឌីជាប្រធានសមាគមគ្រូពេទ្យវះកាត់មុខមាត់និងឆ្អឹងធ្គាមកម្ពុជាអាណត្តិ3អាណត្តិទី4ឆ្នាំ2026 2028